ជាបន្លែផ្សេងៗតែដុះមកស្រូវគឺវាស្រូវហើយដើមស្វាយយើងយកគ្រាប់ស្វាយទៅដាំដុះមកប្រកាសជាដើមស្វាយហើយដុំសាច់មហារីកដែលវាផ្ដួចចេញមកជាទូចទៅជាមហារីកហ្នឹងធំឡើងក៏វានៅតែមហារីកហ្នឹងដែរវាមិនអាចទៅជាស្អីទេមិនអាចអត្រា%99%ដុំឬដុំបាតមិនអាចទៅជាមហារីកទេលុះត្រាតែយើងទៅរកគូនវាចាក់ទាំងតបៅនៅនឹងយូរអញ្ចឹងទៅវាគ្រាន់ជាអញ្ចឹងទៅអាហ្នឹងវាអាចអត្រា%វាមាន 0.1% អញ្ចឹងណាឲ្យវាដុំឬដុំបាតហ្នឹងទៅជាមហារីកវាអត់មានទេហើយការវះកាត់វះអីហ្នឹងខ្លាយទៅជាមហារីកក៏គ្មានដែរប៉ុន្តែនៅពេលនេះខ្ញុំចង់និយាយអំពីអាដុំនេះអាដុំហ្នឹងវានៅខាងក្រៅនេះខ្ញុំធ្លាប់ជួបគ្រូពេទ្យខ្ញុំធ្លាប់ជួបអ្នកជំងឺមកពីជនបទហើយមានពេទ្យខ្លះខ្ញុំធ្លាប់ជួបគ្រូពេទ្យគាត់មកពីខេត្តហ្នឹងគាត់ច្រឡំថាហ្នឹងឬដុំបាតដែរវាលៀនចេញមកអញ្ចឹងទៅវាលៀនចេញមកប៉ិនកូនដៃអញ្ចឹងទៅជួនកាលប៉ិនមេដៃអញ្ចឹងទៅយូរវាបានប៉ិនមេដៃអញ្ចឹងណាវាតកតងជាមួយនឹងការថែរក្សាដែរបើយើងថែរក្សាបានវាអត់សូវវិវត្តវាអត់សូវរលាកវាអត់សូវហើមធំទេអាដុំហ្នឹងណាហើយយើងត្រូវចាំថាដុំហ្នឹងហើយនឹងដុំឬដុំបាតវាផ្សេងគ្នាត្រង់ថាដុំឬដុំបាតឧបមាថាវាឡើងប៉ោងអញ្ចឹងណាហើយវាឈឺអញ្ចឹងក្រោយមកយើងប្រើថ្នាំប្រើអីអញ្ចឹងទៅវាលើកទៅបាត់ហើយវាហើមអញ្ចឹងយើងប្រើថ្នាំហើមលាកហើមអីអញ្ចឹងទៅបំបត្តិការជប់ចាប់បាត់អញ្ចឹងទៅវាអាចរួញទៅបាត់ហើយវាអត់មានបញ្ហាទេប៉ុន្តែបើដុំមហារីកវាអត់ទៅណាទេដុំនឹងនៅប៉ុណ្ណឹងគឺវានៅតែប៉ុណ្្នឹងឯងយើងលាបថ្នាំមិនក៏វានៅតែប៉ុណ្្នឹងដែរនៅតែប៉ុណ្្នឹងដដែលដែរហើយមួយទៀតសំខាន់គឺយើងដុំឬដុំបាត់សូម្បីតែវាជា thrombosis ដូចចេះក៏ដោយអ្នកនឹងគេហៅដុំ thrombosis ឬដុំបាតតែវាជាកម្រិតវាជាប្រភេទ thrombosis ដែលវាមានដុំឈាមកកនៅខាងក្នុងហ្នឹងណាយើងកាន់ទៅរឹងហើយបណ្ដៃវាឈឺហើយយើងអាចកាន់វាបានពីវាទៅវាកន្លែងអាដុំហ្នឹងណាអាដុំឬដុំបាតហ្នឹងបើវាហើមធំអាហ្នឹងវាតឹងហើយបណ្ដៃបើវាធំឡើងធំលឿនអញ្ចឹងក៏គេអាចគិតថាវាមិនមែនជាមហារីកទេដោយសារតែវាប៉ោងឈឺលឿនដុំមហារីកអត់ទេដុំហ្នឹងពកជាងជួនកាលអត់ឈឺទេកាន់ទៅក៏យើងសង្កត់វាទៅបានឈឺខ្លះបើជាធម្មតាគឺវាអត់ឈឺវាលៀននៅអញ្ចឹងហើយវារីកធំម្ដងបន្តិចសូម្បីតែដុំនេះនឹងខាងក្រៅនឹងក៏ដោយខ្ញុំជួបភាគច្រើនគឺគាត់ទុករហូតដល់ដុំប៉ុនមួយជើងប៉ុនកដៃអីចឹងទៅក៏មានដែរហើយគាត់នៅតែប្រើថ្នាំបុរាណជឿគ្រូបុរាណអីគាត់ថានឹងជាដុំឬដុំបាត99% អាហារបំពន់គ្រូបុរាណនិងពេទ្យមួយចំនួនទៀតគាត់អាចបានផលិតកន្លែងហូតគូនឹងទេឲ្យតែប្របាក់បត់ជើងឲ្យតែបត់ជើងមកឈាមមានដុំនៅក្នុងហូនគូតប្រាប់សួរអ្នកជំងឺទៅមានដុំហូនគូតចាប់បិចមកទៅសេមើលអ្នកឯងធ្វើទុកមិនខ្លះឥឡូវប្របាក់បត់ជើងមានបត់ជើងឈាមមានបត់ជើងវាមានដុំនៅក្នុងហូនគូតហើយលាមកទូចអីចឹងទៅជាគូកមួយចឹងអោការឬដុំបាត់យកថ្នាំ2ឈុតអស់$300យកទៅលេបហើយនៅតែដដែលហ្នឹងឯងក៏មើលទៅតែ2-3ឈុតចឹងទៅវាជាគាត់ផ្លាស់ប្ដូរពីអាហារបំពន់ទៅជាកន្លែងផ្សេងជាងការទៅពិគ្រោះជាមួយពេទ្យវាខុសជំនាញទៀតឲ្យថ្នាំមកឬដងបានទៀតរហូតដល់4-5 ខែ6 ខែអ្នកខ្លះដល់កាន់ឆ្នាំទៀតវាមានទៅណាវានៅតែដុំហ្នឹងឯងនៅក្រហមលេនចឹងហើយវាខុសត្រង់ថាឬដងបាត់យើងកាន់ទៅវាកន្លាច់បើសិនជាត្រឹមបូចឹងវាយើងកាន់ទៅកន្លែងតែដុំហ្នឹងវាអាចដរងជាមួយសាច់ដុំនេះរវាងដុំសាច់មហារីកហើយនឹងឬដុំបាតគឺដុំសាច់មហារីកវាអាចដរងវាហ្វិចវាចាប់ជាមួយសាច់ដុំនេះអញ្ចឹងវារឹងហើយកាន់ទៅរឹងហើយជួនកាលយើងកាន់ទៅអត់អាចបត់បានទេវាកាន់ទៅរឹងដូចដុំឈើអញ្ចឹងរឹងទៅព្រឹកអញ្ចឹងណាហ្នឹងជាលក្ខណៈដែលយើងសម្គាល់មួយដែលវានៅខាងក្រៅហ្នឹងខ្ញុំធ្លាប់ជួបលោកគ្រូមួយគាត់មកពីខេត្តជនបទហើយគាត់ជំនាញទូទៅទេខ្ញុំមិនបន្ទោសគាត់ព្រោះគាត់ថាហ្នឹងគាត់ថាឬដងបាតដែរពួកយកមកអញ្ចឹងវាប៉ិនកូនដៃនេះខ្ញុំជួបគាត់ណាប៉ិនកូនដៃអញ្ចឹងឡើងក្រហមលៀនហើយមានទឹកហូរសើមតិចអញ្ចឹងអាប៉ុណ្ណឹងក៏ដោយក៏គេត្រូវវះកាត់វាដែរពេលគេមកពេលគេត្រូវការវះកាត់ដែរគេកាត់វាទាំងអស់ហ្នឹងដើម្បីមើលវាតើវាមេតាស្តាស៊ីអត់ពាក្យថាមេតាស្តាស៊ីបានន័យថាមេរោគវារត់ចេញពីដុំហ្នឹង
ចេញមកខាងក្រៅចឹងហើយរត់ទៅកន្លែងណាគេទៅជាតាមកាត់វានឹងចោលមកដើម្បីឲ្យអស់មេរោគហ្នឹងបានវាជាមហារាជណាយើងមានសេវាកម្មគ្រប់មន្ទីរពេទ្យទាំងអស់គឺមានសេវាកម្មផ្នែកពិនិត្យផ្នែកខាងបាតហ្នឹងពិនិត្យខាងពោះវៀនធំហ្នឹងនេះជាពិសេសអាកកង់កន្លែងពីអាឌីសរហូតដល់សិចមួយហ្នឹងសេវាកម្មមានគ្រប់មន្ទីរពេទ្យអត់មិនពិបាកទេគុំទុកវារហូតដល់ដុំប៉ិនមេដៃប៉ិនមេជើងគេច្រើនពុះពេលនឹងការជាបាលពុះពេលនឹងការតែតំងហើយភាគច្រើនយើងត្រូវការធ្វើការ CZ ទាំងអស់ធ្វើការវះកាត់ទាំងអស់ជួនការកាត់កកូននឹងចោលទាំងអស់ដើម្បីឲ្យអស់មេរោគនឹងដើម្បីព្យាបាលរបួសនឹងឲ្យវាជាឡើងវិញយើងកុំទុកកុំចេះទុកវាជាគិតថាអានឹងវាជាឬដងបាតយើងអត់តាន់ពីព្រោះជាមួយគ្រូពេទ្យជំនាញអីឲ្យច្បាស់លាស់ចឹងទៅយើងចេះគិតខ្លួនឯងចឹងទៅក៏ទិញថ្នាំទិញអីរាប់ឈុតអ្នកខ្លះរាប់ឈុតដល់មកពេទ្យហ្នឹងបើសិនមកថាឬដងបាតទេណាជួនកាលឬដងបាតវាធំអីចឹងទៅវាអាច reversible ត្រឡប់ទៅវិញទេគាត់មកចឹងជួនកាល5 6ឈុតជួនកាល5ឆ្នាំហើយបើយើងគិតលុយអស់រាប់ពាន់តែមកដល់គ្រូពេទ្យគេធ្វើថាឥឡូវហ្នឹងឬដងបាតទេអស់$500-600ចឹងទៅធ្វើមកស្អាតគាត់សុំថ្លៃទីគាត់ថាគាត់អស់ច្រើនហើយច្រើនមិនអស់មកលើពេទ្យនឹងណាអស់ទៅលើគាត់កន្លែងយើងគាត់ជាបាលខុសអញ្ចឹងណាអញ្ចឹងយើងគួរតែមានពេលវេលាណាដើម្បីណាត់គ្រូពេទ្យភាគច្រើនឥឡូវហ្នឹងនៅតែមតិមួយចំនួននៅគិតថាគ្រូពេទ្យនឹងគាត់អាក្រក់ហើយយើងថាគាត់បំភ័យយើងថាចង់បានលុយអញ្ចឹងណាឥឡូវអត់ទេតាំងពីរដ្ឋាភិបាលតាំងពីក្រសួងសុខាភិបាលតាំងពីព័ត៌មាន social media ដែលវាកើតស្គុះស្គេនៅក្នុងប្រទេសកម្ពុជាមកគ្រូពេទ្យភាគច្រើនគឺគេ99.9% គេច្រើនគេល្អទេឥឡូវនោះគេក៏ឆ្លាញ់ទឹកយកគេស្មុកគេចឹងដែរណាគេច្រើនយើងរកលេខទូរស័ព្ទដើម្បីពិគ្រោះយោបល់យើងរក page រកអី YouTube ដើម្បីចុចសួរគាត់មកសួរឲ្យច្បាស់សួរព័ត៌មានបើវាមិនច្បាស់ទេយើងទៅជួបជាមួយគាត់នៅមន្ទីរពេទ្យជួបជាមួយនឹងទៅតាមគាត់ clinic អត់មានបញ្ហាទេគាត់ទទួលលើវាអស់លុយតិចតួចកុំសុលលេខតិចតួចអានឹងវាជាធម្មតាទេគេគិតតាមហ្នឹងណាពួកគេចំណាយភ្លើងចំណាយសិនជាជាមួយឲ្យយើងចឹងដែរគេត្រូវចំណាយលុយយើងទៅចំណាយលុយខ្លះចឹងតិចតួចចឹងទៅដើម្បីឲ្យដឹងច្បាស់ថាដុំនឹងវាជាមហារីកឬក៏ជាដុំឬដុំបាតឬក៏វាជារឿងប៉ូលីសដុំសាច់រឿងអីផ្សេងដុំសាច់ធម្មតាទេយើងត្រូវតែរកចំណុចហ្នឹងឲ្យដឹងឲ្យច្បាស់កុំទុកយើងយូរទៅវាលៀនធំមកខ្ញុំធ្លាប់ជួបលោកយាយម្នាក់រហូតដល់លោកយាយម្នាក់ណាប្រពន្ធចានប្រពន្ធកូនចានដុំហ្នឹងណាដុំនឹងប្រពន្ធកូនចានហ្នឹងហើយវាមានរុនកដាលឲ្យគាត់បត់ជើងមកដល់លិមុខរបស់យើងលិមុខដែលទឹកជ្រាយអីហ្នឹងលិមុខជ្រាយលិមុខទុនហ្នឹងពេលច្រើននៅក្នុងលិមុខហ្នឹងវាមានជាតិអាស៊ីតវាអាចកាត់អាកន្លែងហ្នឹងទៅបើអាកន្លែងហូរលិមុខចេញមកណាហូរចេញមកអញ្ចឹងគឺតបើកន្លែងហ្នឹងគឺអត់មានចិត្តទេហ្នឹងគឺលិមុខហូរមកបានហូរប្រដុំប្រវត្តិគ្រប់មន្ទីរពេទ្យគាត់ថាគាត់ទៅ2-3មន្ទីរពេទ្យគេទាមទារវាកាត់ដល់មើលវីដេអូឃើញគេចងឬដងបាតចងអីគាត់ថាគាត់ថានៅណាហ្នឹងឬដងបាតគាត់នៅតែព្យាយាមគាត់ថាខ្លួនគាត់ឲ្យធូរស្រាលអញ្ចឹងគាត់ថាឬដងបាតអញ្ចឹងគាត់ចង់អីចឹងទៅតែគេច្រើនគឺគូពេលនឹងថាព្យាបាលតែគេច្រើនបើសិនជាវ័យចាស់អីគេច្រើនសង្ឃថាបើសិនជាដុំនឹងវាល្មមគេមិនបាច់កាត់ទៅទុកទៅតាមតាណាទេព្រោះគាត់ចាត់អីហើយណាបើយើងកាត់ទៅជាងការប្រើថ្នាំចឹងទៅប្រើអីចាក់គីមីចាក់អីខ្លះចឹងទៅជាងការវាអាចយកខ្លីជាងដែលគាត់ទុកនៅចឹងទេចឹងគេទុកគាត់ចោលគេធំហើយចឹងណាកូនចៅថែសាស្ត្រចឹងទៅបាទមានតែប៉ុណ្្នឹងទេដុំរឿងដុំសាច់មហារីកដែលនៅខាងក្រៅចឹងយើងគួរព្យាយាមតាក់ទងជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យវាតាមច្បាស់ថាវាជាមហារីកឬក៏ឲ្យតែដុំឬដុំបាតនឹងវាដុំនៅកន្លែងហ្នឹងណាបើវាដុំយើងសង្ស័យតែឬដុំបាតឯដុំហ្នឹងណាតែដុំហ្នឹងវាព្រមទៅណាសោះវានៅតែកន្លែងហ្នឹងវានៅតែប៉ុណ្ណឹងហើយវាមានរីកធំតិចមួយខែទៅមួយខែទៅរកគ្រូពេទ្យដើម្បីពិគ្រោះយោបល់កុំភ្លេចជាបណ្ដាំរបស់ខ្ញុំជម្រាបលា